ពួកយើងមកពីខេត្តបៃលិនដែលកាន់ទៅលើប្រធានបទក្រវ៉ាញ់បៃលិនដែលមានការសហការជាមួយនឹងវិទ្យាល័យហ៊ុនសែនក្រុងតេមនិមិត្តពួកយើងមានកន្លែងផលិតផ្ទាល់ខ្លួននេះគឺជាសកម្មភាពក្រុមការងាររបស់យើងផលិតតែហើយនេះគឺជាសកម្មភាពដែលក្រុមការងារយើងផលិតជ្រក់ក្រវ៉ាញហើយនេះគឺជាការហាន់ក្រវ៉ាញក្រវ៉ាញគេអាចយកទៅធ្វើម្ហូបបានជាច្រើនមុខដូចជាសម្លម្ជូរគ្រឿងឆាគ្រឿងសាច់គោបុកត្រីផ្លាធូជាដើមប្រជាជននៅតំបន់នេះនិយមបរិភោគមុខម្ហូបដែលធ្វើចេញពីក្រវ៉ាញនេះណាស់រីឯភ្ញៀវទេសចរដែលបានមកទស្សនានិងនៅលេងតំបន់នេះមិនដែលមើលរំលងសោះឡើយនៅមុខម្ហូបដែលធ្វើចេញពីក្រវ៉ាញបៃលិនគឺជាខេត្តដែលមានទេសភាពស្រស់បំព្រងហើយខេត្តនេះជាប់ភាគខាងជើងនៃជួរភ្នំក្រវ៉ាញដែលស្ថិតនៅភាគខាងលិចនៃប្រទេសជាតិកម្ពុជាបើយោងតាមមន្ទីរកសិកម្មនៃខេត្តបៃលិនយើងឃើញថាប្រជាជនប្រមាណជាង 80% ប្រកបរបរកសិកម្មពីព្រោះថាតំបន់នេះអំណោយផលយ៉ាងខ្លាំងដល់វិស័យកសិកម្មទាំងដែលមានជីជាតិនិងអាកាសធាតុល្អវ៉ាញគឺជារុក្ខជាតិប្រភេទប្រទាលមកផ្សំជាមួយក្រវ៉ាញរបស់យើងពេលវាធំហើយយើងយកមកដាក់ដាំអញ្ចឹងទៅយើងដាំក្រវ៉ាញនេះយើងផ្គត់ផ្គង់ឲ្យខាងណាដែរបងយើងផ្គត់ផ្គង់ពីច្រើនប្រជាជនហើយទៅមកជាកសិករនិងខាងអាជីវករនៅតាមបៃលិនយើងក៏មានឬខាងពិសេសខាងបាត់ដំបងគេមកយកច្រើនពេលខ្លះទៅគេមកយកខ្ទង់100ដើមពេលខ្លះចូលដល់600ដើមក៏មានដែរអូចាអរគុណច្រើនបងចង់សួរបងថាក្រវ៉ាញហ្នឹងបងលក់ក្នុងមួយដើមប៉ុន្មានដែរបងពេលលក់ចេញទាំងបោះដុំឲ្យគេបងបាទបើគេយកតិចយើងយើងលក់ឲ្យគេមួយដើម1000តែបើគេយកច្រើនទៅយើងបញ្ចុះតម្លៃគេនៅសល់តែមួយដើម800រៀលទេអូចាបងបញ្ហាទាំងអស់នេះហើយទៅធ្វើឲ្យពួកយើងបង្កើតសហគមន៍ក្រវ៉ាញ់បៃលិនឡើងដើម្បីដោះស្រាយបញ្ហាជូនប្រជាកសិករក្រវ៉ាញ់ហ្នឹងលក់មួយថ្ងៃបើមានប្រហែលជាអស់10ដុំប្រហែលជា300ដើមមួយដើម1200ដើមហ្នឹងលក់បាន3500ចុះបាន100ឯហ្នឹងហើយមើលឃើញពីតម្រូវការទីផ្សារខ្ពស់ប៉ុន្តែមិនទាន់មានវត្ថុធាតុដើមគ្រប់គ្រាន់និងមិនទាន់មានទីផ្សារច្បាស់លាស់ពួកយើងក៏សម្រេចចិត្តបង្កើតនៅសិប្បកម្មនេះឡើងដើម្បីស្វែងរកទីផ្សារនិងនាំយកក្រវ៉ាញ់មកកែច្នៃជាផលិតផលសម្រេចរួមមានកូនក្រវ៉ាញ់ដើមក្រវ៉ាញ់ថងនិងតែក្រវ៉ាញ់សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជន